ពិតជាមនុស្សមានរូបរាងសង្ហាពាក់អីក៏សង្ហាដែរបងប្រុសខ្ញុំមានរាងបែបនេះអត្តចរិតបែបនេះទោះបីជាតែងខ្លួនជាអង្គរៈក៏នៅតែសង្ហាតាក់ទាញដែរកម្រណាស់ដែលបានយូស៊ីវជីសរសើរខ្ញុំក្នុងចិត្តបែបនេះគ្រួសាររបស់ឈីនយានថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ពួកអញហើយពិតជាទន្ទឹងរង់ចាំមើលទឹកមុខរបស់គេពេលទទួលបានដំណឹងមរណភាពរបស់ពួកអញណាលីនឈីឲ្យលីនឈីបើអញមកដល់ហើយអញ្ចឹងក៏ស្លាប់ជាមួយបងប្អូនត្រកូលឈីនក្រោមរលកសត្វសាហាវនេះទៅចុះឧទីបងធំនិងអ្នកផ្សេងទៀតបានចូលទៅក្នុងអាកំបាំងហើយតោះយើងក៏ទៅដែរបាទត្រកូលបាយទេបងប្រុសអរគុណខ្លាំងណាស់ដែលបានជួយសង្គ្រោះពួកយើងប៉ុន្តែអ្នកដែលចាប់ពួកយើងមិនមែនជាត្រកូលបាយទេអ្នកដែលចាប់ពួកយើងគឺត្រកូលឈីននៅជីវ័យបងប្រុសនេះគឺជាថ្នាំវេទមន្តដែលលោកម្ចាស់បានប្រទានឲ្យអាចគ្រប់គ្រងសត្វរបស់សត្វចម្លែកនៅក្នុងអាកំបាំងនេះបានបងទៅរកអ្នកផ្ទះត្រកូលថេនបង្កើតរលកសត្វចម្លែកទៅល្អខ្ញុំត្រូវការពីក្បួននៅទីនេះទើបថ្នាំវេទមន្តអាចមានប្រសិទ្ធភាពខៀនយ៉ាងជួនថ្ងៃនេះខ្ញុំនឹងដកយកជីវិតគ្រួសារឯងដោយផ្ទាល់ដៃរលកសត្វចម្លែកមកដល់ហើយគឺបងប្អូនត្រកូលបេជាអ្នកធ្វើរលកសត្វចម្លែកនេះមកដល់យ៉ាងចម្លែកខ្ញុំសង្ស័យថាមានអ្នកនៅពីក្រោយពួកយើងធ្វើពុតជាចាញ់សិនដើម្បីតាក់ទាញអ្នកនៅពីក្រោយឲ្យបង្ហាញខ្លួនបងឆៃពិតជាឆ្លាតមែននេះមិនទាន់ដល់ពេលបេហ្គេចេញមុខផងក៏ទីដឹងថាមានអ្នកនៅពីក្រោយបាត់ទៅហើយបងថេតើពួកយើងត្រូវរត់ដល់ពេលណាតាមពិតចិត្តដល់ពេលហើយបន្ទាប់មកគឺឈុតដែលបងបេជីខ្លះនាំហ្វុងសັດចេញមកយ៉ាងអស្ចារ្យហើយចិត្តដល់ហើយពួកស្រមោចតកូលថេនមើលរាងកាយពួកអញឥឡូវនេះទៅពិតជាគួរឲ្យអាណិតណាស់ទិដ្ឋភាពនេះដូចគ្នាបេះបិទនឹងសម្លេងក្នុងចិត្តរបស់ជាវខីតែម្ដងពួកអញឃើញទេសត្វចម្លែកទាំងនេះឥឡូវស្ដាប់បញ្ជាខ្ញុំទាំងអស់បើមានអ្នកណាម្នាក់ជាខេនយ៉ាងឈួនថាជាមនុស្សគ្មានបានការខ្ញុំអាចពិចារណាទុកសាកសពេញលេងឲ្យពួកឯងជីឈីនឆាន់ឯងមិនមែននៅខាងក្រៅទេតើឯងមកទីនេះបានយ៉ាងម៉េចត្រកូលបាយរបស់ឯងវាប្រហារត្រកូលឈីនរបស់ខ្ញុំច្រើនដងតើមានបំណងអ្វីពិតណាស់គឺដោយសារតែពួកឯងរារាំងផ្លូវចូលទៅកំទេចពួកវាទៅនឹកស្មានមិនដល់ទេមែនទេបាយតយីពួកយើងបានត្រៀមខ្លួនរួចជាស្រេចហើយកុំខ្លាចអីមានខ្ញុំនៅទីនេះហើយព្រះឲ្យបងប្រុសខ្ញុំត្រឹមតែមួយបាតដៃសោះតិចអស់ខ្លាំងពេកហើយចង្រៃយៈខ្ញុំមិនមែនជាគូប្រកួតរបស់គេតតែសោះបងប្រុសឆ្នាំគ្រាប់ឈាមបិសាចបូជាឈាមនិងអាយុសង្ខារអាចបដូរយកធម្មពលកម្ពុជាយាងបានគ្រាន់តែការបូជាមិនអាចត្រឡប់វិញបានទេបងប្រុសត្រូវប្រយ័ត្នទោះបីជាត្រូវស្លាប់ក៏ខ្ញុំត្រូវទាញត្រកូលឈាមទាំងមូលឲ្យស្លាប់ជាមួយដែរគឺមនុស្សស្រីម្នាក់នេះតាំងពីនាងបង្ហាញខ្លួនមកផែនការត្រកូលបាយរបស់ខ្ញុំបរាជ័យជាច្រើនដងទៅស្លាប់ទៅចប់ហើយការវាយប្រហាររបស់យានអ្នកខ្សោយកម្រិតលៀនឈីដូចខ្ញុំច្បាស់ជាស្លាប់មិនខានមើលទៅមានតែប្រើបន្តោងត្បូងដែលបងប្រុសឲ្យខ្ញុំហើយមិនបាច់ទេមានខ្ញុំនៅទីនេះកុំបារម្ភអីអស្ចារ្យណាស់នេះគឺជាវេទមន្តរបស់លោកម្ចាស់ហ៊ានយ៉ាងជួនអញលួចបុកពិន្ទុឲ្យខ្ញុំមែនទេហ៊ានប៉ះពាល់នាងអញរកងាប់ហើយ
ខ្ញុំមិនអីទេនេះជាការវាយបកនៃទម្រង់វេទមន្តបិសាចមិនក៏អញ្ចឹងបងប្រុសត្រូវគេបង្ខំឲ្យបូជាបងប្រុសការស្លាប់របស់បងមិនអត់ប្រយោជន៍ទេទង្វើអាក្រក់របស់ឪពុកលេនថៃនិងគ្រូសាឆេនអ្នកទាំងអស់គ្នារត់មិនរួចទេ ទីលានឈែនយួនកំពុងចាក់ផ្សាយរូបភាពគ្រូសាសៃវីខេនចាប់មនុស្សមកចម្រាញ់ថ្នាំលេនថៃហាត់វិជាបិសាចសូមអ្នកទាំងអស់គ្នាទៅមើលការពិតគួរឲ្យភ្ញាក់ផ្អើលណាស់គ្រូសាខេនធ្វើរឿងបែបនេះមែន គឺពិតមែនគឺគ្រូសាថេនខៀនយ៉ាងឈួននឹងលេងខៃខ្ញុំអាចធ្វើជាសាក់សីបាន ក្មេងល្អកុំខ្លាចអីអញឃើញអ្វីនិយាយមកឲ្យអស់មកមានខ្ញុំនៅទីនេះគ្មានអ្នកណាហ៊ានប៉ះអញទេ ខ្ញុំនិងប្អូនស្រីត្រូវគេចាប់ទៅថាចង់យកពួកយើងទៅចម្រាញ់ថ្នាំខ្ញុំចាំមុខពួកគេម្នាក់ឈ្មោះខៀនយ៉ាងឈួនម្នាក់ឈ្មោះលេងថៃ គ្រូសាបេខ្ញុំនឹងរៀបចំកន្លែងស្នាក់នៅឲ្យបងប្អូនអញដាច់ខាតមិនឲ្យពួកអញរងទុក្ខទៀតទេ គ្រូសាខេនសំបីតែក្មេងក៏មិនលើកលែងដែរ លេនខីពិតជាស្រីបិសាចមែនដើម្បីបង្កើនការដាំដុះហ៊ានឲ្យគ្រូសាខេនធ្វើរឿងអាក្រក់បែបនេះមេគ្រូសាបេចិត្តល្អណាស់អ្នកទាំងអស់គ្នាគ្រូសាខេនធ្វើអាក្រក់ច្រើនណាស់មនុស្សគ្រប់គ្នាស្អប់ខ្ពើមថ្ងៃនេះគ្រូសាបេខ្ញុំមិនមានទេពកោសល្យទេសូមអញ្ជើញអ្នកទាំងអស់គ្នាទៅជ្រកចូលអាប់កំបាំងសម្រាប់ស្រីបិសាចលីនឈីត្រូវតែស្លាប់អាកំបាំងឆាងអូនេះគឺជាសំណាញ់យៈរបស់ត្រកូលស៊ុននេះគឺជាទម្រង់កម្ចាត់បិសាចរបស់ទ្វារធានជីនេះគឺជាយន្តឈាមកម្ចាត់បិសាចរបស់ទ្វារធីយឺថ្ងៃនេះត្រូវតែឲ្យស្រីបិសាចលីនឈីមកហើយគ្មានផ្លូវត្រឡប់ទៅវិញស្រីបិសាចចេញមកសម្រាប់ស្រីបិសាចលីនឈីត្រកូលឈីនការពារបិសាចត្រូវតែមានទោសដូចគ្នា ច្រើនម្លេះសុទ្ធតែមកសម្រាប់ខ្ញុំ អ្នកណាហ៊ានប៉ះមនុស្សរបស់ត្រកូលឈីនត្រូវស្លាប់ពួកអញកុំចាញ់បោកស្រីបិសាចនេះត្រកូលលីនឈីមកត្រកូលឈីនអាចបញ្ជាក់ភាពស្អាតស្អំជៀសវាងការជាប់ពាក់ព័ន្ធមិនខុសទេត្រកូលឈីនមិនចាំបាច់លះបង់អនាគតដើម្បីមនុស្សស្រីដែលមិនស្គាល់ប្រវត្តិម្នាក់នោះទេសៀវឈីឈរនៅពីក្រោយពួកយើងអ្នកណាហ៊ានប៉ះនាងសាក់សួរដាវរបស់ខ្ញុំសិនទៅ បងពីរ ចង់ប៉ះសៀវឈីយកជីវិតរបស់ពួកឯងមកដូរទៅនិយាយច្រើនឥតប្រយោជន៍មិនខ្លាចស្លាប់ក៏ចូលមកអ្នកណាហ៊ានធ្វើបាបប្អូនស្រីខ្ញុំលុះត្រាតែជន់សាក់សពខ្ញុំសិនសៀវជីកុំខ្លាចថ្ងៃនេះមានខ្ញុំឈិនយានឈួននៅទីនេះតើអ្នកណាហ៊ានប៉ះនាងអ្នកណាស្លាប់ ទស្សនភាពដែលមនុស្សរាប់ពាន់អ្នកចង្អុលមុខនេះមើលទៅដូចជាធ្លាប់ឃើញ ត្រកូលឈិនការពារបិសាចត្រូវតែមានទោសដូចគ្នា ការពារទៅការពារកាន់តែខ្លាំងកំហឹងរបស់មនុស្សទាំងនេះកាន់តែឆេះសន្ធោសន្ធៅឈិនយានឈួនលោកការពារខ្ញុំមួយជីវិតថ្ងៃនេះការការពារនេះគឺជាកំហុសដ៏ធំបំផុតរបស់អ្នកលីនឈីនាងសម្រាប់បងប្រុសខ្ញុំស្មានតែពួននៅក្រោយក្នុងប្រុសទាំង5នាក់នេះហើយមានសុវត្ថិភាពមែនទេថ្ងៃនេះខ្ញុំចង់ឲ្យនាងមើលផ្ទាល់ភ្នែកត្រកូលឈិនកប់តាមនាង មិត្តទាំងឡាយត្រកូលឈិនវង្វេងខុសហ៊ានរួមគំនិតជាមួយស្រីបិសាចបើអញ្ចឹងមែនកុំចាត់ចោលទាំងអស់គ្នាទៅ